Các bạn có hòm Campuchia khẹt cùng bùng thông cho số sốc tốc nâng châu rung rung lấy tốc đo chân rong cru cru thna chả cho cro lạp làn. ในថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2025 ឯកឧត្តម នួន ផារត បានចាត់ឲ្យឯកឧត្តម ជាបញ្ចាត់លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរួមជាមួយសមាជិកគណៈកម្មាធិការលោកស្រីមន្ត្រីក្រមប្រតិបត្តិការសាខាចោះសួរសុខទុក្ខទៅដល់ជនរងគ្រោះដែលបានគ្រោះថ្នាក់ចរាចរណ៍ដោយក្រឡាប់ឡានត្រង់ចំណុចស្ពានអូប្រាសាទភូមិគិរីវ័នឃុំកកោះស្រុកសន្ទុកដែលបានបញ្ជូនមកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំចំនួន 25 នាក់និងស្លាប់ចំនួន 14 នាក់ក្នុងឱកាសនេះផងដែរឯកឧត្តមលេខាធិការបានពំនាំនៅប្រាសាទផ្ដាំផ្ញើសាក់សួរសុខទុក្ខព្រមទាំងចូលរួមរំលែកទុក្ខពីចម្ងាយពីសំណាក់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងឯកឧត្តម នួន ផារត ប្រធានគណៈកម្មាធិការសាខានៅការបាត់បង់សមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍នេះសូមវិញ្ញាណក្ខន្ធនិងដួងព្រលឹងជនរងគ្រោះទាំងអស់សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយព្រមទាំងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យទាំងអស់សូមទទួលនៅការព្យាបាលដោយទំនុកចិត្តពីសំណាក់លោកគ្រូពេទ្យអ្នកគ្រូពេទ្យដែលមានជំនាញនិងប្រកបដោយក្រមសីលធម៌ដើម្បីចូលរួមរំលែកទុក្ខនិងលើកទឹកចិត្តទៅដល់ជនរងគ្រោះដែលបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានឧបត្ថម្ភថវិកាទៅដល់អ្នករងរបួសចំនួន 25 នាក់ក្នុងមួយនាក់ទទួលបាន 10,000 រៀលសម្រាប់សពមួយទទួលបាន 50,000 រៀល